ជំងឺដែលគាត់មានឈាមកកក្នុងខួរក្បាលត្រូវធ្វើការវះកាត់ទាំងអស់សួស្តីអ្នកទាំងអស់គ្នាជាទូទៅនៅពេលដែលលទ្ធផល scan បានបង្ហាញថាអ្នកជំងឺគាត់មានឈាមកកក្នុងខួរក្បាលសំណួរទី1ដែលគ្រួសារគាត់សួរគឺតើអ្នកជំងឺត្រូវធ្វើការវះកាត់ឬក៏អត់ចម្លើយនោះគឺវាអាស្រ័យទៅលើកត្តាជាច្រើនឧទាហរណ៍លទ្ធផលនៃការថត CT scan បន្ទុកដែលវាតម្លៃទៅលើស្មារតីរបស់អ្នកជំងឺគេហៅថា GCS ប្រស័យភ្នែករបស់អ្នកជំងឺហើយនឹងកត្តាផ្សេងទៀតដូច្នេះការវះកាត់ឬក៏មិនវះកាត់គឺវាអាស្រ័យទៅលើការវាយតម្លៃរបស់គ្រូពេទ្យឯកទេសខាងវះកាត់ខួរក្បាលទៅលើកត្តាជាច្រើនប្រសិនបើអ្នកជំងឺអត់មានលក្ខខណ្ឌណាដែលត្រូវធ្វើការវះកាត់អញ្ចឹងអ្នកជំងឺត្រូវតាមដានជាមួយគ្រូពេទ្យឯកទេសហើយនឹងព្យាបាលនៃការប្រើប្រាស់ថ្នាំតាមបច្ចេកទេសប្រសិនបើអ្នកទាំងអស់គ្នាមានចម្ងល់ឬក៏ចង់ឲ្យច្បាស់រឿងបញ្ហាខួរក្បាលគួរតែពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេសខាងវះកាត់ខួរក្បាលដើម្បីដឹងរោគវិនិច្ឆ័យបានច្បាស់លាស់និងការព្យាបាលឲ្យបានត្រឹមត្រូវ